នេះជាវីដេអូទី2បន្តពីវីដេអូមុនណាបងប្អូនដោយសារតែវីដេអូមុនយើងបានដើរលេងត្រឹមតែមកដល់ទេបងប្អូនហ្នឹងហើយឥឡូវនេះគឺយើងមកដល់ហើយក៏យើងឈប់ថតពីសកម្មភាពពីទេសភាពខ្លះចឹងណាបងប្អូនមុននឹងយើងចូលទៅដើរលេងហ្នឹងហើយដោយសារតែទេសភាពនៅពេលល្ងាចគឺស្អាតណាបងប្អូនហ្នឹងហើយកន្លែងនេះគឺជាប៉ាយគេដាក់ប៉ាណូរមណីយដ្ឋានទឹកធ្លាក់អូដាហ្នឹងណាហ្នឹងហើយបន្ទាប់មកយើងចុះមកក្រោមបន្តិចមកឃើញទេសភាពធម្មជាតិឬក៏ថាសួនច្បារគឺមានដើមឈើស្អាតស្រស់ប្រងតែម្ដងដោយសារតែក្នុងតំបន់ព្រៃភ្នំបងប្អូននឹងស្រាប់ហើយថាត្រជាក់ស្អាតស្រស់បំប្រងតែម្ដងណាអត់មានថាក្តៅអីតិចទេហ្នឹងហើយទៅដល់នោះគឺត្រជាក់ស្រាប់តែម្ដងដោយសារតែមានទឹកអូទឹកនេះទឹកជ្រោះគេហៅថាទឹកអូចលងថ្មភ្នំហ្នឹងណាបងប្អូនហើយបន្តពីយើងថតពីសកម្មភាពទេសភាពនៅលើហើយក៏យើងចុះមកក្រោមនេះបងប្អូនហ្នឹងហើយខាងក្រោមនេះមើលទៅគឺមានតែដុំថ្មហ្នឹងឯងបងប្អូនថាមកលេងទឹកមានបានមកលេងទឹកឯណាបងប្អូនហើយទឹកមិនតេជញៀវហើយតែលេងយ៉ាងម៉េចកើតបងប្អូននេះមើលទឹកប៉ុណ្ណឹងហ្នឹងហើយយើងទៅងូតទឹកឲ្យមិនកើតហ្នឹងហើយបើសិនជាយើងចង់ទៅងូតឯក្រោមប៉ុន្តែដោយសារតែល្ងាចណាស់ហើយហ្នឹងហើយប្រញាប់ទៅរកកន្លែងរកអីសម្រាប់ផងណោះទៅដល់មានបានឈប់សម្រាប់អីប្រហែលបងប្អូនទៅឈប់ប្រហែល5-10នាទីទៅ40នាទីហ្នឹងគឺយើងចាប់ផ្ដើមដើរតម្រង់ទៅមុខទៀតហ្នឹងហើយធ្វើដំណើរទៅមុខទៀតទៅរកកន្លែងសម្រាប់សិនហើយបន្តពីនោះមកក៏យើងចូលទៅលេងនៅគេហៅអេដាធំបងប្អូនហ្នឹងហើយជីហួសទៅមុខតិចទៅប៉ុន្តែមិនមែនទឹកធ្លាក់អីទេគឺកន្លែងតំបន់គេនៅកន្លែងស្នាក់នៅកន្លែងអីចឹងណាកន្លែងកាស៊ីណូកន្លែងអីទៅហ្នឹងហើយបងប្អូននេះទឹកធ្លាក់បងប្អូនប៉ុណ្ណឹងឯងហើយទៅងូតមិនកើតបងប្អូនហ្នឹងហើយដោយសារតែទៅនេះគឺវារាំងពេកបងប្អូនបើសិនជាមេឃភ្លៀងតែ 3-4 មេមកគឺទឹកវាមានច្រើនប៉ុន្តែអត់មានភ្លៀងហ្នឹងហើយទៅដល់មានទឹកហូរជ្រេចចឹងឯងហើយបើនិយាយពីទេសភាពវិញគឺស្រស់ត្រជាក់ភ្នែកបងប្អូនមានផ្កាចម្រុះពណ៌គ្រប់ប្រភេទតែម្ដងណាមានទាំងពណ៌ខៀវក៏មានពណ៌ក្រហមអាដើមអីនេះបងប្អូនណាស្គាល់អត់នេះត្រួយស្អាតមែនតើណាបងប្អូនត្រួយឡើងក្រហមងៅតែម្ដងណាហ្នឹងហើយមើលទៅគឺស្អាតម្យ៉ាងបែបធម្មជាតិចឹងទៅហើយកន្លែងហ្នឹងគេគឺទំតែអភិវឌ្ឍថ្មីទេបងប្អូនហើយពីមុនអត់ទាន់មានសួនច្បារស្អាតបាតទេហ្នឹងហើយតែឥឡូវនេះគឺគេរៀបចំឡើងស្អាតហើយបងប្អូនដោយសារតែបើសិនជាយើងមិនរៀបចំកន្លែងតំបន់ទេសចរគឺមើលទៅវាអត់តំណងមើលបងប្អូនបើសិនជាយើងរៀបចំទៅគឺស្អាតមែនតើបងប្អូនហើយបើនិយាយពីទេសភាពពេលល្ងាចបងប្អូននិយាយពីត្រជាក់ភ្នែកស្រាប់តែម្ដងណាអារម្មណ៍ស្រស់ស្រាយបងប្អូនយើងធ្លាប់តែនៅក្នុងផ្ទះនៅតែមួយកន្លែងដល់ពេលយើងបានដើរលេងទៅមានអារម្មណ៍ថាស្រស់ស្រាយក្នុងអារម្មណ៍ក្នុងចិត្តមែនតើមិនទោះបីជាមិនមានអីសប្បាយមនុស្សច្រើនអ៊ូអរយ៉ាងណាក៏ដោយក៏ប៉ុន្តែយើងបានឃើញធម្មជាតិឃើញព្រៃ